ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងលោកគ្រូសំអូនមានវីដេអូខ្លីមួយទៀតតាក់ទងជាមួយនឹងការបង្កើតក្របខ័ណ្ឌទ្រឹស្ដីស្រាវជ្រាវដែលភាសាអង់គ្លេសយើងហៅថា Theoretical Framework ថាតើការបង្កើតក្របខ័ណ្ឌទ្រឹស្ដីស្រាវជ្រាវនឹងគឺបង្កើតឡើងយ៉ាងដូចម្តេចហើយត្រូវបានប្រើប្រាស់នៅក្នុងគោលវិធីស្រាវជ្រាវមួយណាបាទអញ្ចឹងមុននឹងយើងឈានទៅដល់ការពិភាក្សាតាក់ទងជាមួយថាតើក្របខ័ណ្ឌទ្រឹស្ដីនឹងប្រើប្រាស់ដោយដេចអញ្ចឹងលោកគ្រូសំអូនចង់ឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នាស្វែងយល់ឲ្យបានស៊ីជម្រៅថាតើក្របខ័ណ្ឌទ្រឹស្ដីស្រាវជ្រាវដែលភាសាអង់គ្លេសហៅថា Theoretical Framework ហ្នឹងវាប្រើនៅក្នុងការស្រាវជ្រាវឬក៏គោលវិធីស្រាវជ្រាវមួយណាហើយមានលក្ខណៈយ៉ាងដូចម្តេចបាទអញ្ចឹងទី1លោកគ្រូត្រូវស្វែងយល់ថាក្របខ័ណ្ឌស្រាវជ្រាវទ្រឹស្ដីអញ្ចឹងកាលណាពាក្យថាក្របខ័ណ្ឌស្រាវជ្រាវទ្រឹស្ដីហ្នឹងគឺគេប្រើប្រាស់នៅក្នុងការស្រាវជ្រាវឬក៏វិធីស្រាវជ្រាវបរិមាណវិស័យអញ្ចឹងសួរថាហេតុអ្វីបានជាគេប្រើអានឹងក្នុងបរិមាណវិស័យបញ្ជាក់ជូនលោកគ្រូណាអត់ប្រើក្នុងគុណវិស័យទេបាទ Theoretical Framework ហ្នឹងគឺប្រើនៅក្នុងបរិមាណវិស័យអញ្ចឹងពេលលោកគ្រូសរសេរនៅក្នុងការស្រាវជ្រាវហ្នឹងលោកគ្រូត្រូវពិចារណាកន្លែងហ្នឹងបន្តិចបើមិនដូច្នោះទេការសរសេររបស់លោកគ្រូហ្នឹងនឹងជួបបញ្ហាមួយគឺអត់មានឆ្លើយតបទៅនឹងធម្មជាតិនៃការសិក្សាស្រាវជ្រាវឬក៏លក្ខណៈវិទ្យាសាស្ត្រត្រង់ថាកន្លែងខ្លះលោកគ្រូចំណងជើងលោកគ្រូប្រធានបទហ្នឹងបញ្ហាហ្នឹងគឺវាមានទំនោរទៅរកគុណវិស័យហើយលោកគ្រូក៏ធ្វើគុណវិស័យទៅប៉ុន្តែដល់ពេលលោកគ្រូកសាងឬក៏លោកបង្កើតក្របខ័ណ្ឌកំណត់ស្រាវជ្រាវនោះលោកគ្រូបែរជាប្រើថា Theoretical Framework វិញអញ្ចឹង Theoretical Framework គឺប្រើប្រាស់បានតែក្នុងបរិមាណវិស័យទេមានថាប្រើប្រាស់បានតែនៅក្នុង Quantitative Research ទេច្បាស់ណាស់គ្រូណាអត់មានប្រើនឹង Qualitative ទេអញ្ចឹងនៅ Qualitative គឺប្រើ Conceptual Framework ព្រោះកន្លែងខ្លះលោកគ្រូធ្វើបរិមាណវិស័យប៉ុន្តែយកដល់ពេលក្របខ័ណ្ឌកំណត់នឹងប្រើពាក្យ Conceptual Framework អានឹងអត់ត្រូវលោកគ្រូណាបាទអញ្ចឹងសូមបញ្ជាក់នឹងថាបើបរិមាណវិស័យលោកគ្រូប្រើ Theoretical Framework ហើយបើគុណវិស័យវិញគឺលោកគ្រូប្រើ Conceptual Framework អញ្ចឹងលោកគ្រូញែកអាពាក្យដាច់ពីគ្នាអញ្ចឹងឥឡូវលោកគ្រូសំអូនបញ្ជាក់ជូនលោកគ្រូសិនថាតើហេតុអ្វីបានជានៅក្នុងការស្រាវជ្រាវបរិមាណវិស័យហ្នឹងគេប្រើ Theoretical Framework អញ្ចឹងលោកគ្រូមើលពាក្យ Theoretical មានថាសំដៅទៅលើ series ទ្រឹស្ដីដែលក្របខ័ណ្ឌទ្រឹស្ដីសម្រាប់ទ្រឹស្ដីអញ្ចឹងមានន័យថាគេយកទ្រឹស្ដីណាមួយមកផ្ទៀងផ្ទាត់ឬក៏មកធ្វើបច្ចុប្បន្នភាពពលលោកគ្រូដឹងហើយថាគោលគំនិតឬគោលដៅចម្បងនៃការស្រាវជ្រាវបរិមាណវិស័យគឺផ្ទៀងផ្ទាត់ទ្រឹស្ដីណាមួយឬក៏ធ្វើបច្ចុប្បន្នភាពទ្រឹស្ដីណាមួយដើម្បីស្វែងរកឲ្យឃើញថាតើទ្រឹស្ដីដែលគេបង្កើតមកនៅក្នុងកលៈទេសៈណាមួយនៅពេលណាមួយនោះតើនាពេលបច្ចុប្បន្ននេះអាចទទួលយកបានមានថា accepted ឬក៏ rejected អាចនៅប្រើប្រាស់បានឬក៏អាចត្រូវបានបដិសេធមានចំណុចខ្វះខាតឧទាហរណ៍បាទអញ្ចឹងហើយបានជានៅក្នុងការស្រាវជ្រាវបរិមាណវិស័យហ្នឹងគឺគោលដៅសំខាន់ហ្នឹងគឺផ្ដោតទៅលើការផ្ទៀងផ្ទាត់ទ្រឹស្ដីផ្ទៀងផ្ទាត់ហ្នឹងចម្លើយចេញមកតែពីរទេគឺ accepted បាទទទួលយកសមត្ថកម្មឬក៏ rejected បដិសេធសមត្ថកម្មអញ្ចឹងហើយដល់ពេលដែលគេសាង framework របស់វានោះគឺគេសាង Theoretical Framework ដោយសារមិនដែរដោយសារគេយកទ្រឹស្ដីមកផ្ទៀងផ្ទាត់អញ្ចឹងហើយបានគេប្រើពាក្យថា Theoretical Framework អត់ប្រើពាក្យ Conceptual ទេ Conceptual ប្រើនៅក្នុងគុណវិស័យបញ្ជាក់ដល់មកទៀតលោកគ្រូណាពីព្រោះតាមបទពិសោធន៍ដែលខ្ញុំឃើញមួយចំនួនឬក៏ដែលបានជួបហ្នឹងគឺគាត់ទៅសេជួនកាលគាត់ទៅសេបរិមាណវិស័យគាត់ប្រើ Conceptual Framework អាហ្នឹងអត់ត្រូវទេបើបរិមាណវិស័យគឺប្រើ Theoretical Framework គឺនេះមូលហេតុត្រង់ថាយកទ្រឹស្ដីមកផ្ទៀងផ្ទាត់ថាតើទ្រឹស្ដីហ្នឹងត្រូវបាន accepted ឬក៏ rejected មានថាត្រូវបានបដិសេធឬក៏ទទួលយកបាទនៅពេលយើងសាងសមត្ថកម្មអញ្ចឹងហើយនៅពេលលោកគ្រូប្រធានបទឬក៏បញ្ហាលោកគ្រូស្រាវជ្រាវជាប្រភេទបរិមាណវិស័យគឺលោកគ្រូត្រូវប្រើពាក្យថា Theoretical Framework បាទអញ្ចឹងដោយលោកគ្រូសមុនមកបញ្ជាក់អញ្ចឹង Theoretical Framework គឺផ្ទៀងផ្ទាត់ទ្រឹស្ដីហើយកណាគេនិយាយទ្រឹស្ដីគឺអថេលោកគ្រូដឹងថាអថេអញ្ចឹងកណាអថេវាមានរូបភាពពីរជាអត្តពលឬមានតំណងអញ្ចឹងក្នុងករណីដែលអថេនឹងវាជាអត្តពលយើងប្រើតែអថេឯករាជ្យទៅលើអថេមិនឯករាជ្យអត់តលោកគ្រូណាពេលលោកគ្រូធ្វើ Conceptual Framework ធ្វើ Theoretical Framework ណាអញ្ចឹងដល់ពេលលោកគ្រូសាង Theoretical Framework គឺបើសិនទ្រឹស្ដីវាថាជាអត្តពលអញ្ចឹងវាអាស្រ័យទ្រឹស្ដីលោកគ្រូណាទ្រឹស្ដីជាអត្តពលលោកគ្រូថាអថេឯករាជ្យ
គឺសញ្ញាព្រួញក្បាលមួយទៅអាថេមិនឯករាជ្យតែក្នុងករណីលោកគ្រូអានទ្រឹស្ដីថាទ្រឹស្ដីទំនាក់ទំនងរវាងអាថេអញ្ចឹងពេលហ្នឹងអត់មានអាថេឯករាជ្យមិនឯករាជ្យទេគឺលោកគ្រូទៅប្រើព្រួញពីរហើយលោកគ្រូដាក់ថានោះក៏អាថេនេះអាថេដែរអញ្ចឹងមានថាធាតុកហ្នឹងគឺមានទំនាក់ទំនងមួយធាតុខអត់មានឯករាជ្យមិនឯករាជ្យទេច្បាស់ហ្នឹងគ្រូណាព្រោះជួនកាលលោកគ្រូថាសត្វកោ framework លោកគ្រូស្រាប់លោកគ្រូថាអាកន្លែងហ្នឹងជាអតិពលស្រាប់តែមើលទៅសញ្ញាព្រួញពីរស្រាប់លោកគ្រូថាហ្នឹងទំនាក់ទំនងស្រាប់លោកគ្រូទៅមើលសញ្ញាព្រួយមួយអានេះខុសហើយអត់ត្រូវទេលោកគ្រូអញ្ចឹងគ្រូមើលតាមលោកគ្រូសំអូនណានេះបាទអញ្ចឹងមានថាយកទ្រឹស្ដីណាមួយមកទៀងទាត់អញ្ចឹងនៅក្នុងទ្រឹស្ដីគេទាញបានអថេហ្នឹងគេយកមកសាងជាក្របខ័ណ្ឌទ្រឹស្ដីមក Statistical Framework អញ្ចឹងសាងនឹងមានរូបភាពពីរក្នុងករណីទ្រឹស្ដីនិយាយថាទំនាក់ទំនងលោកគ្រូទៅសាងក្បាលព្រួយពីរនេះបាទហើយអត់មានប្រើអថេឯករាជ្យទេគឺអថេទាំងពីរតែក្នុងករណីទ្រឹស្ដីនិយាយថាជាអតិពលអញ្ចឹងមានថាលោកគ្រូនឹងមានអថេមួយជាឯករាជ្យអថេមួយមិនឯករាជ្យអញ្ចឹងមានថាលោកគ្រូទៅប្រើសញ្ញាព្រួយមួយនេះអញ្ចឹងអាក្បាលព្រួយមួយក្បាលព្រួយពីរនេះអាស្រ័យទៅលើទ្រឹស្ដីបាទទ្រឹស្ដីថាទំនាក់ទំនងលោកគ្រូទៅប្រើក្បាលព្រួយពីរនេះអាហ្នឹងវាទៅជា correlational research បាទមានថាបរិមាណវិស័យតាមបែបទំនាក់ទំនងហើយក្នុងករណីទ្រឹស្ដីនិយាយថាជាអតិពលវាទៅជា causal comparative ឬក៏ expose factor អញ្ចឹងអាហ្នឹងគឺសំដៅទៅលើចេះអតិពលមានថាឯករាជ្យចេះទៅលើមិនឯករាជ្យអញ្ចឹងគ្រូសូមមកច្បាស់ទៅណាកុំច្រឡំហើយនៅពេលសរសេរហ្នឹងគឺកុំដាក់ថាស្រាប់តែបរិមាណវិស័យទៅ conceptual framework ឯណាអត់ទេណាគ្រូណាបរិមាណវិស័យគឺ statistical framework មូលហេតុដោយសារបរិមាណវិស័យទៀងទាត់ទ្រឹស្ដីយកទ្រឹស្ដីណាមួយមកទៀងទាត់អញ្ចឹងនៅពេលគ្រូសាងក្របខ័ណ្ឌកំណត់ហ្នឹងគឺក្របខ័ណ្ឌកំណត់មានឈ្មោះថា statistical framework អញ្ចឹងអត់អាចទៅអី conceptual ទៅតាមការយល់ឃើញឬតាមការសុបិនយល់សពរបស់យើងទេប៉ុន្តែយើងធ្វើផ្អែកទៅលើលក្ខណៈវិទ្យាសាស្ត្រអញ្ចឹងនៅក្នុងនេះលោកគ្រូសំអូនចង់ឲ្យលោកគ្រូមកពិចារណាលើធាតុសំខាន់បាទធាតុសំខាន់អញ្ចឹងធាតុសំខាន់របស់វាមានន័យថាក្របខ័ណ្ឌទ្រឹស្ដីហ្នឹងគឺវាអាស្រ័យទៅលើធម្មជាតិនៃទ្រឹស្ដីបាទទ្រឹស្ដីទំនាក់ទំនងលោកគ្រូដូចលោកគ្រូសូមបញ្ជាក់អញ្ចឹងណាបាទទ្រឹស្ដីនិយាយពីទំនាក់ទំនងរវាងអថេលោកគ្រូសាងក្របខ័ណ្ឌទ្រឹស្ដីហ្នឹងគឺសញ្ញាក្បាលព្រួយពីរនិយាយពីទំនាក់ទំនងក្នុងករណីទ្រឹស្ដីនិយាយថាជាអតិពលអញ្ចឹងពេលហ្នឹងលោកគ្រូសាងក្របខ័ណ្ឌទ្រឹស្ដីហ្នឹងគឺប្រើព្រួយតែមួយទេគឺលោកគ្រូប្រើពាក្យអថេឯករាជ្យជាអតិពលលើអថេមិនឯករាជ្យអញ្ចឹងអាពាក្យអថេឯករាជ្យមិនឯករាជ្យហ្នឹងគឺមិនមែនចេះតែប្រើលោកគ្រូណាវាអាស្រ័យលើទ្រឹស្ដីហើយនៅពេលលោកគ្រូសាងសមត្ថកម្មដូចគ្នាបើសិនជាក្នុងទ្រឹស្ដីគេនិយាយថាទំនាក់ទំនងលោកគ្រូសាងសមត្ថកម្មទំនាក់ទំនងបើទ្រឹស្ដីនិយាយថាជាអតិពលលោកគ្រូសាងជាអតិពលហើយលោកគ្រូបង្កើតក្របខ័ណ្ឌទ្រឹស្ដីហ្នឹងបើក្នុងទំនាក់ទំនងគ្រូក្របបង្កើតតាមក្របខ័ណ្ឌម្ដងទៅប្រើសញ្ញាក្បាលព្រួយពីរបើសិនជាអតិពលគ្រូបង្កើតតាមជាអតិពលប្រើក្បាលព្រួយមួយអញ្ចឹងមិនមែនទ្រឹស្ដីនិយាយថាទំនាក់ទំនងលោកគ្រូទៅបង្កើតសមត្ថកម្មមិនទំនាក់ទំនងទ្រឹស្ដីនិយាយថាជាអតិពលលោកគ្រូទៅបង្កើតសមត្ថកម្មមិនជាអតិពលអាហ្នឹងគឺខុសហើយលោកគ្រូអត់មានត្រូវទេហេតុអីពីព្រោះគេបានបញ្ជាក់ឲ្យថាការស្រាវជ្រាវបរិមាណវិស័យគឺទៀងទាត់ទ្រឹស្ដីបើទៀងទាត់ទ្រឹស្ដីមានន័យថាទ្រឹស្ដីគេនិយាយមិនគ្រាន់យកទៅធ្វើបញ្ញបត្តិភាពទៅទៀងទាត់បែបហ្នឹងអត់មានតកែទ្រឹស្ដីគេទេហើយបើលោកគ្រូតកែអាហ្នឹងលែងទៀងទាត់ហើយអញ្ចឹងអាហ្នឹងលែង accepted rejected ហើយអញ្ចឹងដល់ពេលដែលលោកគ្រូប្រើបរិមាណវិស័យលោកគ្រូទៅចាប់អារម្មណ៍ចំណុចហ្នឹងហើយចម្លើយទៅចុងក្រោយបានតែពីរទេគ្រូ rejected និង accepted អត់មានលើសពីហ្នឹងទេបាទចោះច្បាស់ណាស់លោកគ្រូណាព្រោះខ្ញុំឃើញពាក្យច្រើនស្រាប់តែទ្រឹស្ដីគាត់អានទំនាក់ទំនងគាត់ទៅបង្កើតមិនមានទំនាក់ទំនងទ្រឹស្ដីចេះតែពលគាត់សរសេរទៅសមត្ថកម្មទៅមានទំនាក់ទំនងហើយទៅសាងអា statistical framework ទៅពុះព្រួយមួយព្រួយពីរតាមអ្វីដែលគាត់ចូលចិត្តអត់បានផ្អែកទៅលើលក្ខណៈវិទ្យាសាស្ត្រអញ្ចឹងសូមឲ្យលោកគ្រូគឺពិចារណាទៅលើចំណុចហ្នឹងបើមិនអញ្ចឹងទេការស្រាវជ្រាវហ្នឹងវាពុំមានលក្ខណៈឬក៏ដើរតាមគោលការណ៍វិទ្យាសាស្ត្រទេអញ្ចឹងអានេះលោកគ្រូសំអូនឧទាហរណ៍មើលលោកគ្រូណាឧទាហរណ៍អញ្ចឹងនៅក្នុងឧទាហរណ៍នេះឧទាហរណ៍ថាតាក់ទងជាមួយនឹងទ្រឹស្ដីនិយាយទំនាក់ទំនងអញ្ចឹងបើតាមលោក Peter Senge គាត់និយាយថា fifth discipline លោកគ្រូណាវិន័យទាំង5អញ្ចឹងគាត់ថាអង្គការឬស្ថាប័នដែលវារីចម្រើនហ្នឹងគឺវាមានទំនាក់ទំនងនឹងវិន័យទាំង5អញ្ចឹងវិន័យទី1ចក្ខុវិស័យរួមការគិតជាប្រព័ន្ធម្នាក់ជាគំរូធ្វើការងារជារួមឬម្នាក់ជាអ្នកចង់ចេះចង់ដឹងអញ្ចឹងគាត់ថាអា5ហ្នឹងវាមានទំនាក់ទំនងជាមួយនឹងការរីចម្រើនរបស់ស្ថាប័នឬក៏អង្គការអញ្ចឹងនៅពេលលោកគ្រូសាង Statistical Framework គ្រូបែបហ្នឹងនោះណាមានថាលោកគ្រូគ្រាន់តែយកទ្រឹស្ដីទៅទៀងទាត់ទេថាទ្រឹស្ដីហ្នឹងលោក Peter Senge គាត់បង្កើតឆ្នាំ1990ទៅទីហោអញ្ចឹងលោកគ្រូធ្វើបច្ចុប្បន្នភាពមើលបច្ចុប្បន្នទៅតាមកន្លែងស្ថាប័នអង្គការហ្នឹងគេនៅ accepted ទ្រឹស្ដីនឹងអត់ឬក៏គេ rejected មានថាទ្រឹស្ដីនៅមានអីគេរស់រានមានជីវិតអត់ឬក៏ទ្រឹស្ដីហ្នឹងគឺត្រូវបានប្រើប្រាស់
ក្នុងឆ្នាំ1990នោះបច្ចុប្បន្នហ្នឹងគឺមានថាមានការប្រែប្រួលអញ្ចឹងទ្រឹស្ដីហ្នឹងវាត្រូវមួយចំណាយប៉ុន្តែត្រូវថែមលើមួយចំណាយទៀតទីហោអញ្ចឹងអាកន្លែងនេះគ្រូគាត់តែផ្ទៀងផ្ទាត់ទេអញ្ចឹងសមត្ថកម្មលោកគ្រូយល់ថាមិនចាក់គោលវិស័យរួមមានតំណែងជាមួយនឹងការរីកចម្រើនរបស់ស្ថាប័នលោកគ្រូសាងអញ្ចឹងលោកគ្រូណាគិតជាព័ន្ធមានតំណែងហើយដល់ពេលលោកគ្រូសាងក្របខ័ណ្ឌទ្រឹស្ដីដូចគ្នាលោកគ្រូសញ្ញាព្រួយអញ្ចឹងមិនមែនលោកគ្រូអីស្រាប់ទ្រឹស្ដីអញ្ចឹងលោកគ្រូទៅមិនតំណែងតំណងទៅចេះទៅពលណាហ្នឹងទៅហើយលោកគ្រូមិនដឹងជាស្រាវជ្រាវទៅត្រង់ណាហើយក៏មិនដឹងជាសាស្ត្រនៃការសិក្សាស្រាវជ្រាវរបស់យើងហ្នឹងទៅកន្លែងណាដែរអញ្ចឹងសូមបញ្ជាក់ហ្នឹងច្បាស់លោកគ្រូណាសូមបញ្ជាក់ដើម្បីកុំឲ្យមានការភ័ន្តច្រឡំហើយនេះខ្ញុំដាក់គូក្រមនេះកុំដាក់ចូលលោកគ្រូណានេះគ្រាន់តែបញ្ជាក់ថាអាហ្នឹងគេដើម្បីផ្ទៀងផ្ទាត់ទេ accepted rejected ប៉ុណ្ណឹងទេបរិមាណវិស័យគោលដៅវាមានតែប៉ុណ្ណឹងទេយកទ្រឹស្ដីមកផ្ទៀងផ្ទាត់ឬធ្វើបច្ចុប្បន្នភាពតើនៅទទួលបានឬក៏មិនទទួលបានមានថាបដិសេធអញ្ចឹងនៅពេលគេធ្វើហ្នឹងគឺក្របខ័ណ្ឌដែលគេសាងមកហៅថា theoretical framework អញ្ចឹងកុំចេះតែប្រើពាក្យលោកគ្រូណាមិនតែបរិមាណវិស័យទៅប្រើ conceptual framework អាហ្នឹងទៅហើយហ្នឹងមានតែវិទ្យាសាស្ត្រកុបខើតែឯងទេបាទឧទាហរណ៍មួយទៀតជូនលោកគ្រូតាក់ទងជាមួយនឹងការចាត់ពលអញ្ចឹងនៅពេលគេនិយាយពីសេវាកម្មលោកគ្រូទាំងថ្ងៃមានថាទស្សនៈរបស់para Sumaramen បាទហើយនឹង Berry ហើយនឹង Systemel អញ្ចឹងមានតាទស្សនៈរបស់គាត់តាំងឆ្នាំ2008គាត់ថាកាលណាគេនិយាយពីសេវាកម្មហ្នឹងគឺវាមានកត្តា5បាទកត្តា5ហៅថា serve qual ចឹងអត់គ្រូserve qual មានកត្តាសម្ភារៈរូបវន្តកត្តាភាពជឿជាក់ទំនួលខុសត្រូវធានារ៉ាប់រងរស់រាយរាក់ទាក់ហ្នឹងគឺវាជាអត្តពលទៅដល់សេវាកម្មអញ្ចឹងមានថាសេវាកម្មហ្នឹងគឺវាល្អមិនល្អគឺអាស្រ័យទៅលើការចាត់ពលបកតានឹងបកតានឹងកាន់តែខ្ពស់សេវាកម្មកាន់ល្អកតានឹងកាន់ទៀតសេវាកម្មនឹងកាន់តែអន្តរជាតិអញ្ចឹងកាលណាទ្រឹស្ដីគេនិយាយចាត់ពលនៅពេលលោកគ្រូសាង certificate framework គឺលោកគ្រូសាងអាព្រួយមួយនៃក្បាលព្រួយមួយលោកវិញអត់បាទអាហ្នឹងហៅ certificate framework ហើយមិនមែន conceptual ទេណាគ្រូណាព្រោះនេះបរិមាណផ្សាយលោកគ្រូស្មូនចាក់ម្ដងទៀតណាមិនមែនតាមលោកគ្រូនឹកឃើញដាក់ទេបាទអញ្ចឹងក្របខ័ណ្ឌហ្នឹងគេថា certificate framework អញ្ចឹងលោកគ្រូមើលនេះអានេះអធិឯករាជ្យអានេះមិនឯករាជ្យលោកគ្រូគេប្រើអធិឯករាជ្យមិនឯករាជ្យហ្មងហើយពីព្រោះវាជាភេទ causal comparative ឬក៏ expose factor មានថាលោកគ្រូដឹងថាអានេះវាជាអត្តពលអានេះលោកគ្រូចង់ផ្ទៀងផ្ទាត់ថាវា accepted rejected តែប៉ុណ្្នឹងទេលោកគ្រូបាទអញ្ចឹងនៅពេលដែលលោកគ្រូសាង certificate framework រូបភាពវាជាទូទៅនឹងចេញរូបភាពពីរហ្នឹងបាទហើយ certificate framework ប្រើប្រាស់នៅក្នុងបរិមាណវិស័យដោយសារផ្ទៀងផ្ទាត់គេទ្រឹស្ដីដោយសារផ្ទៀងផ្ទាត់ទ្រឹស្ដីបានគេប្រើតា certificate framework គឺក្របខ័ណ្ឌទ្រឹស្ដីដើម្បីលោកគ្រូច្បាស់គ្នាលោកគ្រូណាបាទជៀសវាងការភ័ន្តច្រឡំឬប្រើប្រាស់ទៅក្នុងការយល់ឃើញផ្ទាល់ខ្លួនណាមួយបាទអញ្ចឹងលោកគ្រូសំអូនសង្ឃឹមថាវីដេអូដ៏ខ្លីមួយនេះនឹងជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូអរគ្នាលោកគ្រូសំអូនសូមអរគុណក៏សូមជម្រាបលា